អារម្មណ៍នៃភាពជិតស្និទ្ធមិនមែនកើតឡើងពីការរស់នៅអ៊ូអរនោះទេនៅគម្រោងឯកគេហដ្ឋាននីមួយៗមានឯកជនភាពផ្ទាល់ខ្លួនខណៈផ្លូវដើរនិងតំបន់បៃតងត្រូវបានរៀបចំឲ្យអ្នកជិតខាងអាចស្គាល់គ្នាសួរសុខទុក្ខគ្នានិងមានអារម្មណ៍ជិតស្និទ្ធជាមួយគ្នានេះហើយជាស្ថាបត្យកម្មដែលផ្ដល់នូវតុល្យភាពរវាងឯកជនភាពនិងទំនាក់ទំនងដ៏កក់ក្ដៅនៅក្នុងសហគមន៍វាកើតឡើងពីការរចនាស្ថាបត្យកម្មដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់គម្រោងឯកអភិវឌ្ឍដោយក្រុមហ៊ុន Bunli Development